ក្នុងនាមខ្ញុំជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់និងជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យខ្ញុំនឹងអញ្ជើញទៅចូលរួមអង្គរសង្ក្រាន្តនៅខេត្តសៀមរាបនិងចូលរួមពិធីបួងសួងសូមសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជាជនកម្ពុជាក្រោមព្រះវត្តមានដ៏ឧត្តមនិងពងពោះរបស់ព្រះមហាក្សត្រនៃប្រជាជនកម្ពុជាយើងផងដែរបាទសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថាឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏ធំធេងបំផុតដែលប្រជាជនកម្ពុជាពុំដែលបានរៀបចំស្របពេលគ្នាដូចនេះទេបាទហើយការប្រកាសឲ្យរៀបចំដ៏ធំនៅក្នុងទឹកដីអង្គរនៃប្រជាជនកម្ពុជាគឺកម្មវិធីអបអរសាទរបន់ចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តដែលប្រកាសឲ្យរៀបចំឡើងក្រោមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីនៃប្រជាជនកម្ពុជាគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនេះខ្ញុំជឿជាក់ថាទេសចរជាតិនិងអន្តរជាតិនឹងទៅចូលរួមកំសាន្តនៅទីនោះយ៉ាងច្រើនកកកជាមិនខានបាទដោយកម្ពុជានាពេលបច្ចុប្បន្ននេះទទួលបាននូវសុខសន្តិភាពសាមគ្គីភាពឯកភាពជាតិដោយពុំមានការបង្កនៅផលប៉ះពាល់ដល់សន្តិសុខដល់ភ្ញៀវជាតិនិងអន្តរជាតិទេដូច្នេះការចូលរួមរបស់អ្នកនយោបាយនៅទីនោះវាពុំមានអីជារឿងចម្លែកនោះទេតែវាបង្ហាញនៅសាមគ្គីភាពជាតិដល់អន្តរជាតិនិងពិភពលោកបានឃើញពីសុខសន្តិភាពរបស់កម្ពុជាមានពិតប្រាកដនិងបង្ហាញពីស្ថិរភាពនយោបាយនៅក្នុងប្រទេសមានស្ថិរភាពល្អបង្ហាញពីសាមគ្គីភាពរវាងអ្នកនយោបាយនិងអ្នកនយោបាយមានចំណងភាពរឹងមាំទាំងអស់នេះហើយគឺជាកត្តានាំឲ្យភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅលើទឹកដីកម្ពុជាច្រើនជាងមុនបាទវាជាចំណែកវាជាបច្ច័យនីមួយដែលបង្កឲ្យមានចរន្តកើតឡើងដើម្បីតាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រមទាំងអ្នកវិនិយោគផ្សេងឲ្យចូលមកកម្ពុជាហើយបង្ហាញដល់ពិភពលោកប្រាប់ទៅពិភពលោកឲ្យបានដឹងច្បាស់កម្ពុជានាពេលបច្ចុប្បន្ននេះមានសុខសន្តិភាពមានការអភិវឌ្ឍជានិរន្តរ៍បាទហើយខ្ញុំសូមជូនពរបាទខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានអញ្ជើញទៅចូលរួមកំសាន្តនៅគ្រប់ទីរមណីយដ្ឋាននៅក្នុងប្រជាជាតិកម្ពុជាបាទសូមឲ្យបងប្អូនទាំងអស់ទទួលបាននូវសុខសុវត្ថិភាពហើយគោរពនៅច្បាប់ចរាចរណ៍កុំបំពានកុំល្មើសនៅលើការប្រើប្រាស់ផ្លូវថ្នល់ដើម្បីរក្សាបាននូវសុខសុវត្ថិភាពព្រមទាំងអាយុជីវិតហើយក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មីសូមជួយតាមឃុំក្រងនិងថែរក្សាដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងលោកតាលោកយាយទាំងអស់សូមឲ្យមានសុខសុវត្ថិភាពនិងព្រះជន្មាយុយឺនយូរបាទហើយក៏សូមឲ្យក្មួយទាំងប្រុសទាំងស្រីបាទសូមកុំបំពានច្បាប់ចរាចរណ៍ហើយកុំប្រើគ្រឿងសង្វឹងនៅពេលដែលយើងបើកបរបាទសូមអរគុណ